ប្អូនទាំងអស់គ្នាតែងតែស្គាល់នៅកន្លែងស្រស់ស្អាតជាច្រើននៅលើពិភពលោកដែលមានចំណុចប្លែកៗជាច្រើនប៉ុន្តែថ្ងៃនេះនាងខ្ញុំនិងបងប្អូនទាំងអស់គ្នាមកស្គាល់នៅកន្លែងដែលមានសភាពគួរឲ្យខ្លាចដែលត្រូវបានគេបោះបង់ចោលហើយមួយទៀតត្រូវបានគេល្បីថាមានខ្មោចលងផងដែរតោះមកស្គាល់កន្លែងទាំង10ទាំងអស់នេះជាមួយនឹងខ្ញុំទាំងអស់គ្នា1មន្ទីរពេទ្យវិកលចរកូនជីអាំដែលនៅប្រទេសកូរ៉េខាងត្បូងមន្ទីរពេទ្យវិកលចរកូនជីអាំគឺជាមន្ទីរពេទ្យមួយនៅក្នុងខេត្តយ៉ុងហ្គីដែលត្រូវបានគេបោះបង់ចោលក្នុងកំឡុងឆ្នាំ1990តាមការនិយាយរបស់អ្នកភូមិបានឲ្យដឹងថា10ឆ្នាំមុនពេលដែលមន្ទីរពេទ្យនេះត្រូវបានគេបិទមានអ្នកជំងឺមួយចំនួនបានស្លាប់ដោយសារអាថ៌កំបាំងជាហេតុបណ្ដាលឲ្យមន្ទីរពេទ្យនេះត្រូវបានគេបោះបង់ចោលរហូតមកដល់សប្តាហ៍ថ្ងៃទី2វិហារ Sailor Osoari នៅសាធារណរដ្ឋឆេកវិហារ Sailor Osoari គឺជាវិហាររ៉ូម៉ាំងកាតូលិកមួយដែលស្ថិតនៅក្នុងខេត្ត Sailor នៃសាធារណរដ្ឋឆេកនៅក្នុងវិហារមួយនេះមានការតុបតែងរចនាសម្ព័ន្ធខាងក្នុងក្រុងទៅដោយសុទ្ធតែឆ្អឹងមនុស្សជាច្រើនទី3ផ្សារលក់វត្ថុស័ក្តិសិទ្ធិ Arco de Savas នៅប្រទេសតូកូផ្សារលក់វត្ថុស័ក្តិសិទ្ធិ Arco de Savas គឺជាផ្សារលក់វត្ថុស័ក្តិសិទ្ធិដ៏ធំមួយក្នុងពិភពលោកហើយក៏ជាឋានសួគ៌មួយដែលមនុស្សជាច្រើនចូលចិត្តទៅទីនោះពីព្រោះទីនោះមានពាក់ព័ន្ធទៅលើមន្តអាគមខ្មែរផងដែរនៅផ្សារនេះមានវត្ថុលក់ផ្លែៗដូចជាឆ្អឹងខ្សាច់ក្បាលសត្វស្បែកនិងរុក្ខជាតិផ្សេងៗដែលពួកគេត្រូវការ4តុក្កតា Island of the Dawn នៅប្រទេសមិចស៊ិកកោះតុក្កតាគឺជាកន្លែងមួយដែលត្រូវបានកាត់ឡើងដោយសារបុរសម្នាក់ដែលមានឈ្មោះថាដងជូលៀនសាន់តាណាដែលជាជនជាតិនៅប្រទេសមិចស៊ិកកោះនេះទទួលបានឈ្មោះថាកោះតុក្កតាដោយសារតែមានការព្យួរនៅតុក្កតាចាស់ៗជាច្រើនដែលមើលទៅគួរឲ្យភ័យខ្លាចមែនទែន5កោះហាស៊ីម៉ានៅប្រទេសជប៉ុនកោះហាស៊ីម៉ាគឺជាកោះមួយដែលគេបោះបង់ចោលនៅក្នុងខេត្ត Nagasaki នៃប្រទេសជប៉ុនពីដើមឡើយកោះនេះគឺជាកន្លែងជីករ៉ែត្បូងថ្មក្នុងកំឡុងឆ្នាំ1950ហើយបានដំណើរការរហូតដល់ឆ្នាំ1974 6សួនកម្សាន្ត Chernobyl នៅប្រទេសអ៊ុយក្រែនសួនកម្សាន្ត Chernobyl មានទីតាំងស្ថិតនៅខេត្ត Pripyat ប្រទេសអ៊ុយក្រែនសួនកម្សាន្តនេះត្រូវបានគេបោះបង់ចោលដោយសារតែមានគ្រោះមហន្តរាយនុយក្លេអ៊ែរហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះក៏នៅមានវិទ្យុសកម្មផងដែរដែលជាហេតុនាំឲ្យប្រជាជននៅទីនោះបានចាក់ចែងពីតំបន់នោះមករស់នៅតំបន់ផ្សេងទៀតទី7ទីបញ្ចុះសពក្រោមដី Kata Khop នៅប្រទេសបារាំងទីបញ្ចុះសពក្រោមដីកាតាឃុំត្រូវបានបង្កើតឡើងនៅក្នុងសតវត្សទី19ដោយសារតែបញ្ហាកង្វះខាតកន្លែងបញ្ចុះសពនៅទីក្រុងប៉ារីសនៃប្រទេសបារាំងទីបញ្ចុះសពក្រោមដីកាតាឃុំបានទទួលបញ្ចុះសពជាង6លាននាក់រហូតមកដល់សប្តាហ៍ថ្ងៃបច្ចុប្បន្ននេះទី8កោះបូលីវីនៅប្រទេសអ៊ីតាលីកោះបូលីវីមានទីតាំងស្ថិតនៅទីក្រុងវេនីប្រទេសអ៊ីតាលីហើយមានទេសភាពស្រស់ស្អាតបើសិនបើយើងគិតពីអតីតកាលដ៏ចម្លែកដែលកើតឡើងនៅលើកោះនេះការកំឡុងឆ្នាំ1700កោះមួយនេះត្រូវបានគេដាក់ជាកន្លែងផ្ទុកនៃជំងឺឆ្លងអាសន្នរោគហើយបន្ទាប់មកនៅក្នុងកំឡុងឆ្នាំ1920វាបានក្លាយទៅជាមន្ទីរពេទ្យវិកលចរទៅវិញនិងជាចុងក្រោយវាត្រូវបានគេបោះបង់ចោលទី9ផ្លូវទៅកាន់នរក The Gateway to Hell នៅប្រទេសទូម៉ែនីស្ថានផ្លូវទៅកាន់នរកដែលស្ថិតនៅក្នុងប្រទេសទូម៉ែនីស្ថានមួយនេះគឺជារដូវភ្លើងដែលកើតឡើងដោយសារការចេញរកព្រែកការកំឡុងឆ្នាំ1971ហើយក៏មានការឆេះឧស្ម័នមេតាននៅក្នុងនោះផងដែរនិងបន្តឆេះរហូតមកដល់បច្ចុប្បន្នទី10រោងភ្នំកណ្ដឹងថ្ម Belvish Kell នៅសហរដ្ឋអាមេរិករោងភ្នំកណ្ដឹងថ្មធ្លាប់ជាជំរករបស់ថ្មបិសាចមួយរូបដែលបានរាតត្បាតក្រុមគ្រួសារ Bell ក្នុងកំឡុងឆ្នាំ1800តើបងប្អូនយល់យ៉ាងណាដែរចំពោះកន្លែងទាំង10នេះបងប្អូនកុំភ្លេចជួយចុច like ជួយ subscribe ឲ្យនាងខ្ញុំម្នាក់មួយផងណា